ថ្ងៃនេះយើងចង់មកដល់រាំងទិលហើយក៏បានជួបផ្ទះអ៊ំស្រីមួយដែលគាត់បានចិញ្ចឹមស្កាស្កាជាទូទៅគឺនៅលើគោទេហើយស្កានេះចាប់វាទ្រាំតែបានដែរវាអៀនជាទូទៅវានៅក្នុងផ្ទះហ្នឹងគឺវានៅដូចជាសមាជិកគ្រួសាររបស់អ៊ំស្រីបាត់ហើយវានៅនឹងដូចជាសត្វឆ្មាសត្វសំណក់ដែលយើងចិញ្ចឹមហើយវាគឺជាសមាជិកមួយក៏តែថ្ងៃហ្នឹងមានអ្នកចម្លែកមកពីក្រៅមកវាអៀនវារត់ចូលទៅនេះចាប់វាទ្រាំតែបានហើយដល់ពេលចាប់បានទៅយើងកាន់វាថ្នមលេងជាមួយវាទៅវានៅស្ងៀមឲ្យយើងអែលស្រួលហ្មងវាសាំងស្កានេះគាត់ចិញ្ចឹមគាត់ប្រាប់ថាគាត់ចិញ្ចឹមវាតាំងពីតូចឲ្យបើសិតទៅដោះគោហើយមកដល់ឥឡូវហ្នឹងស៊ីអីគ្រប់យ៉ាងដែរហ្មងជាទូទៅស្កាយើងចាស់តែចំណាំនិយាយស្កាវាជាសត្រូវជាមួយពស់ហើយបើសិនជាកសិករគាត់នៅក្នុងព្រៃផងគាត់ចិញ្ចឹមមាន់ចិញ្ចឹមទានៅក្នុងព្រៃហ្នឹងគឺអត់ដែលសល់ទេណាគឺសត្វស្កាហ្នឹងគឺវាស៊ីទាំងអស់ក៏តែដោយឡែកស្កាមួយនេះវិញគឺវាស៊ីដែរតែវាស៊ីមាន់ស្ងោរម្ចាស់គាត់ថាមាន់ស្ងោរអីទុកប្រហែលអត់បានទេវាស៊ីទាំងអស់វាទាញយកទៅស៊ីលួចយកទៅស៊ីកដោជាពិសេសកដោគាត់ថាចិញ្ចឹមស្កាល្អជាងចិញ្ចឹមឆ្មាកណ្ដុរអត់ខ្លាយដល់ពេលចិញ្ចឹមស្កាអត់មានសល់ហ្មងអានេះតនេវាចុះហែលទឹកហ៎ចិញ្ចឹមវានៅទន្លេហ្នឹងវាចុះហែលទឹកហើយ slow ដែរស្អាតគួរឲ្យស្រឡាញ់ហ្មងពេលអ្នកពីចងាយមកធ្វើចេះអៀនចាប់ទ្រាំបានហើយឆ្កានេះឈ្មោះអាឆាយសត្វអីក៏ដោយឲ្យតែផ្ដោតក្ដីស្រឡាញ់ឲ្យតែយល់ពីគ្នាគឺអាចរស់នៅជាមួយគ្នាបានហើយតាំងពីដើមឡើយគឺគ្មានណាគេចិញ្ចឹមឆ្កែសត្វដែលយើងចិញ្ចឹមជាទូទៅគឺមានសត្វឆ្កែសត្វឆ្មាប៉ុន្តែឥឡូវសំបីស្កាសត្វអីផ្សេងក៏ដោយដែលគេអាចយកមកផ្សាំងចិញ្ចឹមបានគឺអាចរស់នៅជាមួយគ្នាបានហើយនេះគឺជាធម្មជាតិគឺជាអ្វីដែលគួរឲ្យស្រឡាញ់របស់ធម្មជាតិហើយយើងសង្ឃឹមថាមនុស្សយើងចាប់ពីពេលនេះតទៅនឹងចាប់ផ្ដើមស្រឡាញ់ធម្មជាតិចាប់ផ្ដើមស្រឡាញ់សត្វផ្សេងហើយនឹងអាចរស់នៅជាមួយគ្នាបានដោយសេចក្ដីសុខឲ្យកូនអស់បាត់ហើយព្រោះបរិមកព្រោះអីវាអាហ្នឹងអ៊ំទិញគេ3មែនដាក់នោះត្រីឥឡូវអត់ទៅបាទអ៊ំទិញគេ3មែន